អាយុដំបណ្ឌិតសួងណយដឹកនាំសិក្ខាសាលាស្ដីពីដំណោះស្រាយហិរញ្ញវត្ថុក្នុងវិស័យកសិកម្មសិប្បកម្មសេវាកម្មនិងពាណិជ្ជកម្មនៅស្រុកប្រាសាទសម្បូរខេត្តកំពង់ធំនាពេលថ្មីនេះនៅសាលប្រជុំសាលាស្រុកប្រាសាទសម្បូរដឹកនាំដោយអាយុដំបណ្ឌិតសួងណយប្រធានក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំរៀបចំសិក្ខាសាលាស្ដីពីដំណោះស្រាយហិរញ្ញវត្ថុក្នុងវិស័យកសិកម្មសិប្បកម្មសេវាកម្មនិងពាណិជ្ជកម្មដោយមានសមាជិកអញ្ជើញចូលរួមសរុបចំនួន53រូបក្នុងនោះមកពីស្ថាប័នថ្នាក់ជាតិចំនួន3រូបមន្ទីរតាមវិស័យចំនួន5រូបមន្ទីរជំវិញខេត្តរដ្ឋបាលស្រុកប្រាសាទសម្បូរ2រូបមេឃុំ2រូបមន្ត្រីកសិកម្មឃុំ4រូបសហគមន៍កសិកម្មទំនើប24រូបអ្នកផ្ដល់សេវាកម្មផ្ទះសំណាក់មគ្គុទ្ទេសក៍ទេសចរ3រូបស្ថាប័នហិរញ្ញវត្ថុ ARDB KE SME Bank និងសេដ្ឋាបនា Bank 10រូបអាយុដំបណ្ឌិតសួងណយបានបង្ហាញពីគោលបំណងនៃវេទិកាសិក្ខាសាលាដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុហិរញ្ញប្បទាននិងការចែករំលែកព័ត៌មានឲ្យបានច្បាស់លាស់អំពីប្រភពហិរញ្ញវត្ថុពីស្ថាប័នខាងលើដែលមានការប្រាក់សមរម្យតាមវិស័យដូចជាកសិកម្មសិប្បកម្មឧស្សាហកម្មសេវាកម្មភស្តុភារកម្មនិងពាណិជ្ជកម្មការគ្រប់គ្រងការប្រើប្រាស់ថវិកាឲ្យចំគោលដៅរបៀបស្នើសុំហិរញ្ញប្បទាននិងហិរញ្ញវត្ថុតាមរយៈការណែនាំនិងពន្យល់ដោយមន្ត្រីស្ថាប័នហិរញ្ញវត្ថុខាងលើជាពិសេសអ្នកធ្លាប់ទទួលបានត្រូវជួយណែនាំដល់អ្នកដែលមានបំណងចង់ដាក់ពាក្យស្នើសុំអាដាមបណ្ឌិតប្រធានក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំបានលើកឡើងថាការពិភាក្សាត្រូវបានផ្ដោតលើហិរញ្ញប្បទាននិងអំណោយក្នុងចំណោមហិរញ្ញវត្ថុក្នុងនោះរួមមាន Team Loan អនុទានមានរយៈពេលកំណត់ Overdraft OD អនុទានវិបារូប Loan Reference ការផ្ដល់ប្រាក់កម្ចីឡើងវិញ Restructuring Loan ការបដូរលក្ខខណ្ឌអនុទានថាវិការជំនួយឥតសំណងអ្វីដែលជាការតាក់ទាញជាងគេសម្រាប់អ្នកខ្ចីគឺការប្រាក់លើវិស័យសេវាកម្មទេសចរ 4% ក្នុងមួយឆ្នាំប្រភេទអាជីវកម្មកែច្នៃផលិតផលកសិកម្មការប្រាក់ 5% ក្នុងមួយឆ្នាំពិសេសម្ចាស់អាជីវកម្មជាស្ត្រីភេទបញ្ចុះបាន 0.25% ក្នុងមួយឆ្នាំបន្ថែមទៀតហើយកម្ចីខ្លះទៀតមិនតម្រូវឲ្យមានទ្រព្យធានាឡើយរីឯជំនួយឥតសំណងរបស់សហគ្រិនខ្មែរអាចទទួលបានពី$2,000ទៅ$25,000ជាមួយគ្នានេះផងដែរអ្នកដែលបានចូលរួមទាំងអស់សន្យាថានឹងចែករំលែកព័ត៌មានបន្តឯកឧត្តមបណ្ឌិតសួងណយប្រធានក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំបានលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ក្រោយពីពិភាក្សាគ្នាយ៉ាងល្អិតល្អន់រវាងអ្នកទទួលឥណទានអ្នកខ្ចីអ្នករួមខ្ចីនិងស្ថាប័នផ្ដល់ហិរញ្ញវត្ថុឃើញថាមានភាពវិជ្ជមានច្រើនដែលអាចឈានទៅកិច្ចព្រមព្រៀងក្រោយវេទិកាសិក្ខាសាលាក្រុមការងារនឹងបន្តតាមដាននៅរាល់សកម្មភាពទាំងអស់ខាងលើហើយបន្តរីកាជូនថ្នាក់ដឹកនាំបន្តទៀត